មាត្រា30សិទ្ធិលុបចោលសកម្មភាពលើកលែងតែសកម្មភាពដែលតាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃសកម្មភាពដែលបានធ្វើឡើងដោយជននៅក្រោមហេតុបឋមដោយគ្មានការយល់ព្រមពីហេតុបឋមកៈដូចខាងក្រោមនេះអាចលុបចោលបានកការទទួលឬការប្រើប្រាស់ទុនខការខ្ចីទ្រព្យឬការធានាគការធ្វើសកម្មភាពដែលមានគោលបំណងទទួលបានឬធ្វើឲ្យបាត់បង់សិទ្ធិដែលតាក់ទងនឹងអចលនវត្ថុឬទ្រព្យសម្បត្តិដែលមានសារៈសំខាន់ផ្សេងទៀតខការធ្វើសកម្មភាពបណ្ដឹងងការធ្វើប្រទានកម្មឬធ្វើកិច្ចសន្យាស្រុះស្រួលឬធ្វើកិច្ចសន្យាមជ្ឈត្តកម្មចការទទួលស្គាល់នៅសន្តតិកម្មឬការបោះបង់ចោលនៅសិទ្ធិសន្តតិកម្មឬការបែងចែកនៅមរតកឆការប្រកែកមិនទទួលប្រទានកម្មឬអចយទានឬការយល់ព្រមទទួលនៅប្រទានកម្មឬអចយទានដែលភ្ជាប់នឹងបន្ទុកការសាងសង់សំណង់ថ្មីការសង់ឡើងវិញការសង់បន្ថែមឬការជួសជុលធំការធ្វើភតិសន្យាដែលមានអំឡុងពេលលើសពី3ឆ្នាំចំពោះដីធ្លីលើសពី2ឆ្នាំចំពោះអគារលើសពី6ខែចំពោះចលនវត្ថុសកម្មភាពដែលតុលាការបានប្រកាសជាពិសេសថាចាំបាច់ត្រូវមានការយល់ព្រមពីហេតុបឋមកៈតាមពាក្យសុំរបស់ជនដែលបានរៀបរាប់នៅក្នុងមាត្រា28ការប្រកាសការចាប់ផ្ដើមហេតុបឋមនៃក្រមនេះឬហេតុបឋមកៈឬអ្នកត្រួតពិនិត្យហេតុបឋមកៈ